ខ្ញុំអរគុណបងស្រីខ្ញុំមែនតើគាត់យល់ចិត្តខ្ញុំណាស់បើជាការងារគាត់មកមានញឹកអស់ក៏ដឹងតែពេលដែលខ្ញុំមកដល់គឺគាត់ទៅទិញសំជ្រូកផ្ញើឲ្យបងអូននេះគាត់ដឹងថាបងអូនស្រីគាត់បានតែរឿងហូបចុកគឺប្រកែខ្លាំងណាស់ខ្ជិលតែរឿងងូតទឹកថែខ្លួនប្រានប៉ុណ្ណោះឯងចុះទៅលើយន្តហោះនោះបងប្រុសនឹងបងថ្លៃនឹងក្មួយនោះគាត់ទៅទទួលហូបបាយទេគាត់អស់ហូបមិនចេះតិចដល់សន្តាគារក៏ដេកដួលមួយទឹករួចក៏នាំកូនដេកដួលក៏ងើបម៉ោង2ឃ្លានក៏ហូបអានេះហ្នឹងទោះបីជាចំណងនេះពិបាកស្រាយក៏មិនងាយពិបាកសម្រាប់ខ្ញុំដែរឈរស្រ័យឡើងចិត្តកន្លះម៉ោងមូលហេតុនោះគឺថាផ្ទះនេះមានចក្រានមានកន្លែងលាងចានអីមែនណាឡាបូលាងចានត្រឹមត្រូវចំណាប់ប៉ុន្តែមានកំបិតមានអីទាំងអស់ក៏គ្មានឆ្នាំងក៏គ្មានអីគេមានតែឡាបូនិងចក្រានហ្គាសតែមិនដឹងមានហ្គាសអត់ទេណាហើយខ្ញុំក៏មិនខ្វល់ទេឈរហែកតណានៅលើបានសម្រាប់ហើយមិនដឹងតបងស្រីខ្ញុំទិញសំជ្រូកមកពេលណាទេឆ្ងាញ់ចំណាប់ឆ្ងាញ់ឡើងមែនតើហើយខ្ញុំនឹងក៏ចូលទៀតកាលនៅខ្មែរហ្នឹងមិនដែលចង់ហូបសំជ្រូកទេខ្ញុំដែលទិញសំជ្រូកហូបទេចូលចិត្តតែសំពេលព្រោះនៅស្រុកឆ្ងាយឡើងចុកហូបសំជ្រូករឹនតែមើលក៏ដឹងតែតាមមួយផ្លែតអស់មួយកណាត់បាទ